រឿងកូន4នាក់មិនបំរើឪពុកក្នុងការកន្លងទៅហើយមានបរិសម្នាក់ជាអ្នករកស៊ីលក់ដូរមានធនធានក្រាន់បើគាត់មានកូនប្រុស4នាក់មានអាយុគ្រប់ការទាំងអស់ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅគាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេនៅជាមួយនឹងកូនប្រុសអស់រយៈពេល1ឆ្នាំមានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចម្អិនអាហារនិងជួយមើលថែរបស់ទ្រព្យកំពេចកំប៉ុកក្នុងផ្ទះគាត់ក៏រៀបការប្រពន្ធឲ្យកូនច្បងហើយយកកូនប្រសាស្រីមកនៅជាមួយចែកទ្រព្យអស់មួយចំណែកឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅលុះរំលង1ឆ្នាំក្រោយមកទៀតគាត់រកប្រពន្ធឲ្យកូនទី2ចែកទ្រព្យមួយចំណែកឲ្យដូចគ្នាតមកគាត់រៀបការកូនទី3ចែកទ្រព្យមួយចំណែកទៀតលុះដល់ឆ្នាំជាគម្រប់4ក៏រៀបការឲ្យកូនទី4ចែកទ្រព្យមួយចំណែកទៀតដែរនៅសល់តែផ្ទះមួយខ្នងពុំបានចែកគាត់ទុកនៅទាំងអស់គ្នាដែលគាត់ចែកទ្រព្យរបស់ឲ្យអស់រលីងពីខ្លួនដូច្នេះមកពីគិតថាឲ្យស្រឡះខ្លួនគាត់ហើយនៅទំនេរស្ងៀមចាំឲ្យកូនរកស៊ីចិញ្ចឹមវិញរហូតដល់ស្លាប់ប៉ុន្តែគំនិតគាត់គិតនេះខុសស្រឡះការដែលគាត់នៅជាមួយកូនប្រុស4នាក់កូនទាំងនោះស្រឡាញ់បងប្អូនណាស់ពុំដែលបែកចិត្តគំនិតពីឪពុកនិងបងប្អូនឡើយលុះបានប្រពន្ធមករៀងខ្លួនហើយក៏បែកចិត្តគំនិតផ្សេងពីគ្នានៅរួមជាមួយគ្នាពុំសូវបានសុខចេះតែស្គៀបប្រមាស់បន្តិចទាស់នេះបន្តិចទាស់នោះក៏នាំគ្នាចុះចេញពីផ្ទះកំណើតទៅរកសង់ផ្ទះនៅទីតីពីគ្នាទាំងអស់ចោលតាឪពុកពោះម៉ាយឲ្យនៅឯកាអនាថាការកូនទាំង4នាក់ទើបនឹងចុះចេញពីផ្ទះឪពុកទៅថ្មីនៅហុចបាយហុចចំណីឪពុកបន្តិចបន្តួចរាល់ថ្ងៃលុះមានកូនខ្ចីគ្រប់គ្នាជួនពេលប្តីរវល់ដើរទៅជួយស្រុកឆ្ងាយភរិយានៅផ្ទះអាងតែប្តីមិននៅនិងមានកូនខ្ចីផងក៏បងអង្គជូនបាយទឹកឪពុកក្មេងដោយមេខ្លះគិតថាប្រហែលប្អូនគេឲ្យហើយមេខ្លះគិតថាបងឯណោះគេឲ្យហើយកូនប្រសានាំគ្នាគិតដូច្នេះតែរៀងខ្លួនយូរថ្ងៃទៅនោះអត់បាយមួយរយៈពេលក៏មានមួយពេលក៏មានវេលាប្តីមកពីរកស៊ីវិញដឹងរឿងនេះបានស្ដីបន្ទោសប្រពន្ធនាងភរិយាខ្លះដោះសារថាកូនឈឺខ្លះថាខ្លួនពុំនៅជាប់រវល់ទៅជួយញាតិជិតខាងស្រេចតែមេប្រពន្ធវាដឹកមុខយ៉ាងណាប្តីតាមវាទាំងអស់ចំណែកតាពោះម៉ាយអត់បាយគ្មានសម្ពុតអាវស្លៀកពាក់ដល់ថ្នាក់ដើរសុំទានគេបរិភោគរកទុកវេទនាពន់ពេកនឹងលក់ផ្ទះចាស់ពុំបានថ្លៃប៉ុន្មានផងហើយគ្មានជំរកនៅផងកាលនោះមានបរិសម្នាក់នៅកំឡោះមានចិត្តសប្បុរសហើយជាអ្នករៀនសូត្រចេះដឹងច្បាប់ទម្លាប់ស្គាល់គុណទោសច្រើនផ្ទះនៅភូមិជិតគ្នាដើរមកឃើញតានោះវេទនាដូច្នោះមានចិត្តអាណិតក្រៃពេកក៏សួរថាលោកតាខ្ញុំធ្លាប់ឃើញលោកតាពីដើមជាអ្នកមានក្រាន់បើឪពុកម្ដាយក៏ធ្លាប់ទីពឹងលោកតាខ្លះដែរមិនក៏ឥឡូវលោកតាវេទនាខ្លាំងម្ល៉េះក្រែងលោកតាមានកូនប្រុសដល់ទៅ4នាក់ដែរឬម្ដេចក៏នោះវាមើលបំណាំមិនថែទាំលោកតាសោះ
ក្រែងទ្រព្យរបស់លោកតាមានសល់ទុកខ្លះដែរឬម្ដេចបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគប្រើប្រាស់តាចាស់ប្រាប់ទៅវិញថាអោណលោកចៅអើយលាក់បាំងអីពីដើមតាមានទ្រព្យគ្រាន់បើពិតមែនប៉ុន្តែតាអាណិតស្រឡាញ់កូនពេកក៏ចែកឲ្យវាគ្រប់គ្នាអស់រលីងពីខ្លួនទៅគិតថាឲ្យវាចិញ្ចឹមតាវិញឥឡូវពួកវាមានប្រពន្ធហើយថែមទាំងមានកូនទៀតវាឃើញឯងអស់ទ្រព្យរលីងពីខ្លួនវាឥតនឹកនារកតាសោះវាតាមតែប្រពន្ធវាទាញទៅចូលរនក្តាមក៏វាចូលដែរខ្លួនតាសពថ្ងៃឈឺផងនៅតែម្នាក់ឯងម៉ងវេទនាជាទីបំផុតដេកសម្រក់ទឹកភ្នែកជោគខ្នើយអស់ទៅហើយបាយព្រឹកជាបាយល្ងាចជួនកាលអត់មួយពេលក៏មាននឹងធ្វើការរកស៊ីអ្វីក៏មិនកើតពីព្រោះចាស់ជរាគ្រាន់តែដើរស្ទើរតែមិនរួចទៅហើយដូចលោកចៅឃើញស្រាប់តាដេកចាំតែដល់ថ្ងៃស្លាប់ទេចៅកំឡោះលន់មាត់ថាយីអើកូនតាមិនចិត្តអាក្រក់ដល់ម្លឹងណោបើអីចឹងលោកតាកុំភ័យមានឧបាយមួយធ្វើឲ្យលោកតាបានសុខកាយសប្បាយចិត្តដូចពីដើមវិញលោកតាធ្វើតាមឲ្យលោកតារកពីងមានមាត់តូចល្មមមួយជក់អាចនឹងនោមឲ្យពេញហើយរកកំណាត់សម្ពុតរុំបិទមាត់ឲ្យជិតជីកកប់ក្នុងដីចិត្តជើងសសរទ្រូងផ្ទះហើយបើមានអ្នកណាដើរមកឲ្យលោកតានិយាយប្រាប់គេថាខ្ញុំនៅសល់កំណប់ប្រាក់មួយពាងកប់ទុកពុំទាន់ចែកឲ្យកូននៅឡើយចាំមើលកូនណាចិត្តបានដឹងគុណបើខ្ញុំចិត្តស្លាប់ខ្ញុំនឹងប្រគល់ទៅឲ្យកូននោះលោកតានិយាយប្រាប់មនុស្សដែលជួបកំខានក្នុងរវាងប៉ុន្មានថ្ងៃខែមុខនេះកុំឲ្យលោកតាដើរសុំទានគេទៀតចាំខ្ញុំយកបាយទឹកមកជូនពិសាកុំព្រួយតាចាស់ក៏តាំងធ្វើតាមចៅ70បរោះទាំងអស់លុះបានប្រហែល5ថ្ងៃសម្ដីតានោះបានដឹងដល់កូនប្រុសនិងកូនប្រសាទាំង8នាក់វាមានចិត្តលោភលន់ចង់បានកំណប់តែរៀងខ្លួនក៏នាំគ្នាយកបាយទឹកនំចំណីផ្លែឈើទុំខ្ចីគ្រប់មុខនិងខោអាវក្រមាមកគប់គុណជូនលោកឪពុករៀងរាល់ថ្ងៃពុំមានខ្វះថ្ងៃណាមួយឡើយតាចាស់បានសះជារោគមានសាច់មានឈាមស្របោះមានកម្លាំងពលំមុខក្រោយសុខកាយសប្បាយចិត្តតាំងពីថ្ងៃនោះមករហូតដល់អស់អាយុលុះតាស្លាប់ហើយកូនក៏នាំគ្នាធ្វើបុណ្យថឹកអធមតាមទំនៀមរួចស្រេចកូនទាំង4នាក់និងកូនប្រសាគិតនាំគ្នាកោះពីងកំណប់ចែកគ្នាប៉ុន្តែក្រែងចែកមិនស្មើភាគនាំឆ្លោះប្រកែកគ្នាក៏ទៅរកគ្រូម៉ម្នាក់ឲ្យជួយចែកលោកគ្រូនោះទទួលព្រមប៉ុន្តែគាត់លើកថាកំណប់មាសប្រាក់ច្រើនដល់ទៅមួយពីងគាត់ចង់បានមួយចំណែកដែរហើយគាត់គិតក្នុងចិត្តថាគាត់ធ្វើមេចំណែកត្រូវបានច្រើនជាងកូនចំណែកផងគាត់ក៏ដើររត់រះមកដល់ផ្ទះកំណប់ភ្លាមតាំងយកភួយធំមួយមករុំជូតក្បាលធំទើងមើងធ្វើឲ្យខោងកណ្ដាលដូចគេទូលជើងឆ្នាំងផ្ងាក
ក៏តាំងអង្គុយប៉ែនភ្នែនលើដីរៀបរលីងថ្មិចភ្នែកសង្រួមស្មឹងស្មារតីឈរមុខត្រង់ទៅទិសខាងកើតហើយគាត់ប្រាប់កូនទាំង4នាក់ឲ្យទៅគាស់យកពាងកំណប់មកប៉ុន្តែគាត់ហាមថាកុំអាលស្រាយមាត់ពាងក្រែងខុសត្រណមចាំគាត់បង្កប់សិនលុះយកពាងមកដល់ហើយគាត់ឲ្យកូនទាំង4នាក់ឈរគ្រប់ទិសទាំង4ថ្មិចភ្នែកយកដៃទាំងអស់គ្នាចាប់លើកពាងត្រស្ទួយបិទទូលលើក្បាលហើយសំស្រាយចំណងមាត់ពាងនោះនាំគ្នាផ្ទៀងមាត់ពាងស្រោចកំណប់មកលើក្បាលគាត់បើកំណប់ជ្រុះទៅទិសណាប៉ុន្មានត្រូវបានទៅអ្នកឈរកំណាន់ទិសនោះបើកំណប់ណានៅសល់ទៅលើឆ្នោតក្បាលគាត់ត្រូវបានជារង្វាន់លោកគ្រូទាំងអស់កូនទាំង4នាក់ក៏ចាប់ធ្វើតាមបង្គាប់លោកគ្រូមិនហ៊ានឲ្យលៀងភរិយាទាំង4នាក់ឈរកាន់កញ្ជើរៀងខ្លួនចាំកោបក្នុងពេលដែលចែកកំណប់នោះមានអ្នកស្រុកជិតខាងទៅចាំមើលផងដែរតែគេលើកពាងបិទទូរួចស្រាយមាត់ពាងផ្អៀងចាក់ឈូមកទឹកមាំត្រាំលាមកច្រើនខួបហូរឆស្រោចលើក្បាលលោកគ្រូពេញកំពុងហើយខ្ចាត់ខ្ចាយបាចសាចេញទៅគ្រប់ទិសប្រឡាក់ប្រឡោះពាសពេញមុខមាត់និងសម្ពុតអាវរហូតដល់នាងប្រពន្ធទាំង4នាក់ទៀតលោកគ្រូបានចំណែកច្រើនជាងគេធំក្លិនខ្មោះថាមិនត្រូវគេឃើញលោកគ្រូស្រមើបាត់មុខមាត់រូបរាងអស់ខំក្រោកឡើងសោះក៏ក្រោះខ្មាស់អស់ពួកបរិស័ទដែលឈរចាំមើលពួកបរិស័ទក៏ផ្អើលខំរត់ប្រញាប់ចេញប្រដេញគ្នាទៅផ្ទះរៀងខ្លួនទើបលោកគ្រូស្រែកជេរកែសំនួនតូកូនទាំង4នាក់និងកូនប្រសាថាខ្មោចមេដែងអាដែងទាំងអស់គ្នាអាមេអស់នេះបានធ្វើបាបខ្មោចឪពុកវាច្រើនណាស់ហើយមើលទៅបានជាកំណប់មាសប្រាក់អន្តរាយคล้ายទៅជាអាចនោមប្រឡាក់ខ្លួនអញអស់ដូច្នេះយីខ្មោចអាផេះមេកំផេះអស់នេះខូចបែនលោកគ្រូនិងកូនសិស្សនាំគ្នារត់រហ័សលត់ទម្លាក់ខ្លួនទៅក្នុងទន្លេប្រងខំត្រាំទឹកលាងបាបអស់1ម៉ោងម្នាក់រួចនាំគ្នាឡើងទៅលើផ្ទះរៀងខ្លួនបានសេចក្តីក្តៅក្រហាយស្ដាយក្រោយខ្មាស់គេតកូនចៅ